ចំពោះស្ត្រីដែលមានបញ្ហាធាត់ខ្លាំងចាលើសគីឡូចាលើសជាតិខ្លាញ់លើសជាតិស្ករហើយគាត់មានបញ្ហា PMOS ចាចំពោះស្ត្រីដែលគាត់ចង់សម្រកគីឡូដើម្បីឲ្យបានរាងស្អាតចាអ្នកគ្រូសូមណែនាំចាថ្នាំចាក់ GLP-1 ដែលជាប្រភេទក្រុមថ្នាំថ្មីដែលដើមកំណើតរបស់ GLP-1 ហ្នឹងគឺយើងយកមកចាក់សម្រាប់អ្នកជំងឺមានបញ្ហាទឹកនោមផ្អែមដែលគាត់មានបញ្ហាចាពិបាកទប់ចំណង់អាហារអញ្ចឹងធ្វើឲ្យជាតិស្ករគាត់លើសចាអញ្ចឹងឥឡូវនេះ GLP-1 យើងអាចប្រើប្រាស់បានចំពោះស្ត្រីដែលគាត់ចាមិនមែនការទឹកនោមផ្អែមក៏ដោយតែគាត់ធាត់ខ្លាំងគាត់លើសជាតិខ្លាញ់គាត់លើសជាតិស្ករឬក៏គាត់មានបញ្ហា PMOS ចាអញ្ចឹងខ្ញុំលើកឧទាហរណ៍តែ PMOS មកនិយាយគឺគាត់តែងតែមានបញ្ហារដូវបន្ទាងឡើងទម្ងន់ចាហើយគាត់មានមុនច្រើនមានដុសរោមហើយគាត់ពិបាកមានកូនអញ្ចឹងនៅពេលដែលយើងចាក់ GLP-1 ទៅធ្វើឲ្យគាត់នឹងកាត់បន្ថយចាការឃ្លានអាហារចាកាត់បន្ថយចា insulin resistant ហើយវាជួយសម្រកទម្ងន់ហើយជួយឲ្យអរម៉ូនគាត់មានតុល្យភាពល្អចាអញ្ចឹងអ្នកដែលមានបញ្ហា PMOS ក្រោយពីសម្រកគីឡូត្រឹមតែ 5-10% ក៏អាចជួយរដូវមកទៀងបានបង្កើនឱកាសមានផ្ទៃពោះចាបន្ថយមុននិងបន្ថយអរម៉ូនបុរសដែលនៅក្នុងខ្លួនរបស់គាត់នឹងចាគេហៅថា testosterone នឹងអញ្ចឹងអ្នកទាំងអស់គ្នាតែងតែឆ្ងល់ហើយតើការចាក់ GLP-1 ហ្នឹងមានផលរំខានដែរឬទេចាធម្មតាគ្រប់ថ្នាំទាំងអស់តែងតែមានផលរំខានតិចតួចរបស់វាចាតែភាគច្រើនចាក់ទៅគាត់អត់មានផលរំខានអីទេពិសេសអ្នកដែលមានគីឡូធាត់ខ្លាំងគាត់អត់សូវធ្វើទុកទេចាអញ្ចឹងបើសិនជាករណីអ្នកខ្លះភាគតិចគាត់ធ្វើទុកហ្នឹងអាចមានអារម្មណ៍ថារៀងវិលមុខចារៀងវិលមុខចារៀងមានអារម្មណ៍ថាចង់ក្អួតហើយគាត់អត់ឃ្លានញ៉ាំអីទេចាអញ្ចឹងផលរំខានហ្នឹងអាចមានផលរំខានក្រោយពេលចាក់ចាប្រហែលជា2 ទៅ 3ថ្ងៃទេព្រោះការចាក់ថ្នាំ GLP-1 ហ្នឹងគឺយើងចាក់មួយសប្តាហ៍ម្ដងចាអញ្ចឹងមួយអាទិត្យម្ដងអញ្ចឹងនៅពេលដែលយើងចាក់ហើយចន្លោះ2 3ថ្ងៃហ្នឹងអាចធ្វើទុកតិចតួចបែបវិលមុខបែបរៀងចង់ក្អួតតិចតិចណាតែដល់ពេល2 3ថ្ងៃក្រោយវាលែងធ្វើទុកហើយចាអញ្ចឹងនៅពេលដែលវាលែងធ្វើទុកវាធ្វើឲ្យយើងហ្នឹងអត់សូវហូបចាអញ្ចឹងជាតិខ្លាញ់ថយចុះជាតិស្ករថយចុះអញ្ចឹងយើងស្រកគីឡូបានលឿនចា